ธรรมជាតិតែហើយបងខ្ញុំគាត់បេះទៅធ្វើស៊ុបបងប្អូនស្គាល់អត់ទេបងប្អូនបន្លែនេះធម្មជាតិ 1000% បងប្អូនថ្នាំមិនដែលប៉ះសោះតែថ្នាំស្មៅក្រមមិនដែលបាញ់ដែរហើយបេះទៅធ្វើស៊ុបនេះខ្ញុំអត់ដែលទេហើយគាត់ថាធ្វើស៊ុបខ្ញុំអត់ដែលដឹងថានឹងគេធ្វើស៊ុបបានទេបងប្អូនឥឡូវបងខ្ញុំគាត់ថាដាក់ដឹងឆ្ងាញ់គាត់ថាចាំតែឆ្ងាញ់ហើយយកធ្វើស៊ុបតុកនេះបងប្អូនអានេះបន្លែផ្អែមបងប្អូនយើងភាគច្រើនទៅក៏ស្គាល់ហើយភាគច្រើនទៅក៏មិនស្គាល់ដែរបងប្អូនដោយសារបន្លែផ្អែមវាមានពីរធឺអាមួយទៀតបន្លែផ្អែមដែរស្លឹកឆែកធំនោះហ្នឹងបន្លែផ្អែមដែរអានេះបន្លែផ្អែមដែរស្អីល្អបងប្អូនអើយអានេះហ่าបងប្អូនតាត្រឡប់តែប្រេងខ្យងក៏ឆ្ងាញ់ដែរបងប្អូនអើយអាបន្លែផ្អែមនេះនេះធ្វើអីក៏ឆ្ងាញ់ដែរបើនិយាយទៅសឡក់ឆាពងទាឆាសាច់គោត្រឡប់ប្រេងខ្យងសិតតែអស់ទោះអូនណាហើយបើមានណាបងប្អូនផ្លែដល់អាក្រៅនេះក្នុងអត់ផ្លែទេការមានណាបងប្អូនអូមកខាងនោះផ្លែខ្លាំងអរគុណច្រើនបងប្អូន